លោកស្រីនាយករដ្ឋមន្ត្រីថៃលើកដៃសំទោសជាសាធារណៈក្រោយបែកធ្លាយសារសម្លេងសន្ទនាជាមួយនឹងប្រធានប្រសិទ្ធភាពកម្ពុជាពីប្រទេសថៃនាយករដ្ឋមន្ត្រីថៃលោកស្រីផែថងថាមឈីនវ៉ាតបានលើកដៃសំទោសជាសាធារណៈក្រោយបែកធ្លាយคลิปសម្លេងសន្ទនាជាមួយនឹងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនហើយលោកស្រីបដិញ្ញាពួតដៃជាមួយនឹងយោធាដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសថៃការនេះកើតឡើងស្របពេលគណៈកម្មការក្រមសីលធម៌នយោបាយនៃប្រសិទ្ធភាពថៃប្រកាសនឹងដាក់ញត្តិទៅតុលាការដើម្បីដកតំណែងនាយករដ្ឋមន្ត្រីពីលោកស្រីផែថងថាមលោកស្រីនាយករដ្ឋមន្ត្រីថៃផែថងថាមនៅថ្ងៃប្រហ័សទី19ខែមិថុនានេះបានចេញមុខសុំទោសជាសាធារណៈចំពោះការលើកឡើងរបស់លោកស្រីអំពីមេតបភូមិភាគ2លោកប៊ុនស៊ិនផាតខ្លាំងក្នុងពេលសន្ទនាជាមួយនឹងប្រមុខបកកណ្ដាលអំណាចកម្ពុជាសម្ដេចតេជោហ៊ុនសែនលោកស្រីនាយករដ្ឋមន្ត្រីថៃបានសម្ដែងការសោកស្ដាយចំពោះការសន្ទនាដែលបានបែកធ្លាយដោយលោកស្រីបានបញ្ជាក់ថាមិនបានដឹងអំពីការថតសម្លេងនោះទេបន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយនឹងមេដឹកនាំយោធាលោកស្រីផែថងថាមបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងនោះលោកស្រីបាននិយាយថាខ្ញុំត្រូវតែសុំទោសចំពោះអ្វីដែលបានកើតឡើងដោយសារខ្ញុំពិតជាមិនបានដឹងការសន្ទនានោះត្រូវបានថតទុកលោកស្រីបានធានាដល់សាធារណជនថារាជរដ្ឋាភិបាលរបស់លោកស្រីនៅតែរួបរวมជាមួយនឹងកងកម្លាំងប្រដាប់អាវុធដើម្បីការពារបូរណភាពទឹកដីប្រទេសថៃប្រឆាំងនឹងការឈ្លានពានណាមួយពីប្រទេសកម្ពុជាមិនត្រឹមតែប៉ុណ្ណោះលោកស្រីបានបន្ថែមថាចាប់ពីពេលនេះតទៅខ្ញុំនឹងប្រយ័ត្នប្រយែងចំពោះពាក្យពេចន៍របស់ខ្ញុំប្រសិនបើយើងរួបរวมគ្នាយើងនឹងរួចផុតពីវិបត្តិនេះកាលពីថ្ងៃពុធទី18ខែមិថុនាលោកស្រីផែថងថាមបានភ្ញាក់ខ្លួនព្រឺតបន្ទាប់ពីការបែកធ្លាយคลิปសារសម្លេងសន្ទនានៅក្នុងនោះលោកស្រីបានរិះគន់លោកមេតបភូមិភាគ2ដឹកនាំទ័ពនៅតំបន់ជាប់ព្រំដែនជាមួយនឹងកម្ពុជាដែលកំពុងទទួលប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសថៃសម្លេងសន្ទនានេះបានបែកធ្លាយលើបណ្ដាញសង្គមនៅក្នុងប្រទេសកម្ពុជាហើយមួយរយៈខ្លីក្រោយមកក៏បានរាលដាលមកដល់ប្រទេសថៃបន្ទាប់ពីកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំយោធាលោកស្រីផែថងថាមបានលើកឡើងថារដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធត្រូវតែសហការគ្នាដើម្បីដោះស្រាយរាល់ការគំរាមកំហែងដល់សន្តិសុខជាតិលោកស្រីបានបញ្ជាក់ថាឥឡូវនេះយើងមិនមានពេលប្រយុទ្ធជាមួយគ្នាយើងទេយើងត្រូវតែការពារអធិបតេយ្យភាពរបស់យើងហើយរដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រដល់កងកម្លាំងប្រដាប់អាវុធគ្រប់មធ្យោបាយយើងនឹងធ្វើការជាមួយគ្នាលោកស្រីនាយករដ្ឋមន្ត្រីបានបន្ថែមថាមុននឹងចាត់វិធានការណាមួយរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធត្រូវតែគិតគូរពីសុវត្ថិភាពរបស់ប្រជាជនថៃនិងកម្ពុជានិងអ្នកដែលរស់នៅតាមព្រំដែនកម្ពុជាថៃលោកស្រីក៏បានបង្ហាញទៀតថាក្រសួងការបរទេសថៃបានកោះហៅឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសថៃមកសួរនាំរឿងคลิปសម្លេងសន្ទនាដែលបានបែកធ្លាយនោះដោយលោកស្រីនិយាយទាំងកំហឹងថាគ្មាននរណាម្នាក់ធ្វើបែបនេះនៅក្នុងប្រទេសផ្សេងទៀតទេគ្មានមេដឹកនាំពិភពលោកណាម្នាក់អនុញ្ញាតឲ្យមានឧបទ្ទវហេតុបែបនេះកើតឡើងទេជាចុងក្រោយលោកស្រីនាយករដ្ឋមន្ត្រីថៃបានសង្កត់ធ្ងន់ថារដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធរួបរวมគ្នាដូច្នេះខ្ញុំសូមអំពាវនាវឲ្យប្រជាជនសាមគ្គីភាពជាមួយនឹងរាជរដ្ឋាភិបាលយើងមិនគួរឆ្លោះគ្នាឯងឡើយគូបញ្ជាក់ថាគណៈកម្មការក្រមសីលធម៌នយោបាយនៃប្រសិទ្ធភាពថៃបានប្រកាសនៅថ្ងៃប្រហ័សទី19ខែមិថុនានេះថាពួកគេនឹងដាក់ញត្តិទៅតុលាការអភិរក្សនិងគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយដើម្បីដកតំណែងលោកស្រីផែថងថាមឈីនវ៉ាតដោយចោទប្រកាន់លោកស្រីពីបទប្រព្រឹត្តខុសលើចំនួនព្រំដែនកម្ពុជាថៃជាពិសេសការសន្ទនាតាមរយៈទូរស័ព្ទជាមួយនឹងប្រធានបកកណ្ដាលអំណាចកម្ពុជា